តើអ្នកនៅចាំក្មេងស្រីម្នាក់ដែលញញឹមដាក់កាមេរ៉ានៅក្នុងតុលាការបន្ទាប់ពីសម្លាប់ម្ដាយខ្លួនឯងដែរឬទេវីដេអូរបស់នាងត្រូវបានល្បីពាសពេញបណ្ដាញសង្គម TikTok ប៉ុន្តែការពិតនៅពីក្រោយស្នាមញញឹមនោះគឺជារឿងដ៏ខ្មៅងងឹតនិងរំភើបហួសពីការស្មានថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីជីវិតពិតរបស់ Isabella ក្មេងស្រី Isabella កើតក្នុងឆ្នាំ1995នៅរដ្ឋ Colorado កាលពីនៅក្មេងនាងគឺជាក្មេងស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនិងឆ្លាតវៃខ្លាំងមែនទែនប៉ុន្តែដោយជីវិតគ្រួសាររបស់នាងគឺមិនល្អសោះឡើយដោយឪពុកម្ដាយរបស់នាងបានលែងលះគ្នាតាំងពីនាងនៅទូចមកម្លេះហើយនាងត្រូវបានរស់នៅជាមួយម្ដាយនិងឪពុកចុងវិញដោយឪពុកបង្កើតរបស់នាងឈ្មោះថា Robert German និងម្ដាយនាងឈ្មោះថា Yun Mi-hwa សម្រាប់ការចិញ្ចឹមបីបាច់នាងរស់នៅជាមួយម្ដាយនាងនៅឪពុកចុងកាលពីនាងនៅក្មេង Isabella ត្រូវបានគេស្គាល់ថាជាក្មេងស្រីធម្មតាម្នាក់ប៉ុន្តែទំនាក់ទំនងនាងរវាងម្ដាយចាប់ផ្ដើមតានតឹងយ៉ាងខ្លាំងនៅពេលដែលនាងឈានដល់វ័យជំទង់ក្នុងនោះទំនាស់គ្រួសារកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃម្ដាយរបស់នាងគឺជាមនុស្សដែលរឹងរូសដឹងស្រាប់ហើយថាម្ដាយតែងតែជេរស្ដីថាឲ្យពីរឿងផ្សេងមិនថាគ្រួសារណាក៏ដោយគ្រួសារណាដែរអញ្ចឹងទៅធ្វើឲ្យ Isabella ហ្នឹងចាប់ដើមមានចរិតរឹងរូសតាមម្ដាយដែលចរិតនេះគឺជាការខុសឆ្លាស់180ដឺក្រេហ្មងដោយពីក្មេងស្លូតសុភាពរាបសារក៏ប៉ុន្តែនាងឈានដល់វ័យជំទង់ប្រែជាមនុស្សដែលកោងកាចក៏ដូចជារឹងរូសខ្លាំងមែនទែនដែលធ្វើឲ្យម្ដាយនាងមានអារម្មណ៍ថាពិបាកនិយាយគ្នាស្ដាប់មែនទែនមានថ្ងៃមួយនាងត្រូវបានម្ដាយនាងបញ្ជូនឲ្យទៅរស់នៅជាមួយឪពុកចុងមួយរយៈដោយសង្ឃឹមថាចរិតនាងនឹងល្អប្រសើរឡើងវិញតែអ្វីដែលម្ដាយនាងធ្វើហ្នឹងគឺអត់បានផលទេពលគឺចរិតរបស់ Isabella ហ្នឹងគឺប្រែប្រួលកាន់តែខ្លាំងទៅដោយនិយាយមិនស្ដាប់គ្នាតែទៅសោះជាមួយនឹងម្ដាយនាងឈានដល់ថ្ងៃមួយម្ដាយនាងបានហៅប៉ូលីសមកឲ្យចរចាគ្នាក៏ដូចជាគាត់ជាម្ដាយហ្នឹងមានភាពភ័យខ្លាចខ្លាំងមែនតើចំពោះកូនស្រីរបស់គាត់មុនថ្ងៃកើតហេតុប្រហែលថ្ងៃ Isabella បានផ្ញើអ៊ីមែលទៅកាន់ម្ដាយរបស់នាងដោយប្រើពាក្យថាអ្នកនឹងត្រូវសងសឹកក្នុងយប់ដ៏រំភើបនៅថ្ងៃទី28ខែសីហាឆ្នាំ2013យប់នោះស្រាប់តែមានសំឡេងស្រែកយ៉ាងខ្លាំងចេញពីបន្ទប់ទឹក Isabella បានដើរតាមម្ដាយនាងចូលទៅក្នុងដោយចាក់សោទ្វារពីខាងក្រៅឪពុកចុងរបស់នាងបានព្យាយាមធាក់ទ្វារចូលប៉ុន្តែវាយឺតពេកទៅហើយក្មេងស្រី Isabella បានប្រើកំបិតចាក់ទៅលើម្ដាយរបស់ខ្លួនឯងចំនួន79កំបិតហើយកន្លែងដែលគាត់ចាក់គឺចំផ្ទៃមុខនិងចំកមានន័យថាគាត់ចាក់ដោយកំហឹងតែម្ដងចាប់រកកន្លែងដែលសម្លាប់ម្ដាយនាងឲ្យបានគឺចាក់ចំកន្លែងស្លាប់បន្ទាប់ពីចាក់សម្លាប់ម្ដាយនាងរួចនាងបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែសាកសពម្ដាយរបស់នាងក្នុងស្លុកឈាមតែប៉ុណ្ណោះនៅពេលដែលនាងត្រូវបានចាប់ខ្លួននិងបញ្ជូនមកតុលាការពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជំនួសឲ្យភាពសោកសៅឬភាពភ័យខ្លាច Isabella បែរជាញញឹមនិងលេងទឹកមុខបែរក្រមិចក្រមើមដាក់កាមេរ៉ាទៀតនាងបានញញឹមនិងធ្វើមុខក្រមែងក្រមើមដាក់កាមេរ៉ាហាក់បីដូចជាមិនមានភាពសោកស្ដាយចំពោះទង្វើដែលខ្លួនបានធ្វើនោះទេហើយវីដេអូរបស់នាងត្រូវបានល្បីល្បាញនៅលើ TikTok អស់ជាច្រើនឆ្នាំកន្លងមកដោយមនុស្សជាច្រើនយកទៅកាត់តជាមួយនឹងភ្លេង Sad ប៉ុន្តែវាជារឿងដ៏គ្រោះថ្នាក់មួយចំពោះមនុស្សមួយចំនួនបែរជានិយាយថានាងស្អាតឬគួរឲ្យស្រឡាញ់ដោយភ្លេចពីទង្វើដ៏សាហាវរបស់នាងដែលបានធ្វើចំពោះម្ដាយនាងមនុស្សជាច្រើនគិតថានាងជាមនុស្សឈាមត្រជាក់ប៉ុន្តែការពិតគឺនាងមានវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរទៅវិញទេនាងបានប្រាប់គ្រូពេទ្យថានាងមិនបានសម្លាប់ម្ដាយខ្លួនឯងទេតែនាងកំពុងតែសម្លាប់បិសាចហើយបិសាចម្នាក់នោះគឺស្ថិតនៅក្នុងខ្លួនម្ដាយរបស់នាងដែលមានឈ្មោះថា Silila ដើម្បីសង្គ្រោះពិភពលោកនាងវង្វេងរហូតដល់មិនដឹងខ្លួនឯងសម្លាប់ម្ដាយបង្កើតផ្ទុយពីការជាប់ពន្ធនាគារ
តុលាការបានសម្រេចថា Isabella មិនមានទោសទេដោយនាងហ្នឹងគឺមានវិបត្តិផ្លូវចិត្តបែបមនុស្សវិបត្តិផ្លូវចិត្តបង្វេងបង្វាន់អញ្ចឹងណាអញ្ចឹងក្រុមគ្រូពេទ្យជំនាញបានរកឃើញថានាងមានជំងឺវង្វេងវង្វាន់ស្មារតីយ៉ាងធ្ងន់ធ្ងរនាងបានប្រាប់ថានាងមានអារម្មណ៍ថាមានសម្លេងបញ្ជាក្នុងខួរក្បាលហើយនាងជឿថាម្ដាយរបស់នាងគឺជាបិសាចត្រូវតែសម្លាប់ដើម្បីសង្គ្រោះពិភពលោកនាងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវិកលចរិតនៅរដ្ឋ Colorado ជាជាងការជាប់គុកនៅក្នុងឆ្នាំ2020 Isabella បានសុំសិទ្ធិដើម្បីចាក់ចេញពីមន្ទីរពេទ្យដោយអះអាងថាថ្នាំដែលនាងផឹករាល់ថ្ងៃហ្នឹងគឺធ្វើឲ្យនាងដឹងខ្លួនឡើងវិញហើយគឺលែងជាមនុស្សដែលគ្រោះថ្នាក់នៅក្នុងសង្គមទោះជាយ៉ាងណាក៏ដោយក៏នាងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីគ្រូពេទ្យក៏ដូចជាប៉ូលីសនៅតាមខ្លំមើលនាងជានិច្ចបន្ទាប់ពីនាងចាក់ចេញមកហ្នឹងសេចក្តីសន្និដ្ឋានរឿងរបស់ Isabella គឺជាមេរៀនមួយដ៏ធំនិយាយអំពីការយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តខ្លាំងមែនទែនទង្វើរបស់នាងគឺសាហាវឃោរឃៅប៉ុន្តែវាជាលទ្ធផលនៃជំងឺផ្លូវចិត្តដែលមិនបានព្យាបាលឲ្យទាន់ពេលវេលាតើអ្នកយល់យ៉ាងណាដែរចំពោះក្មេងស្រី Isabella សម្រាប់ខ្ញុំគឺនាងទទួលបានការបែកបាក់គ្រួសារពីក្មេងហើយម្ដាយរបស់នាងមានចរិតរឹងរូសអញ្ចឹងធ្វើឲ្យនាងកាត់តាមម្ដាយខ្លះដោយនាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃផងធ្វើឲ្យនាងមានសម្ពាធហើយគ្មានអ្នកណាប្រឹក្សាគ្មានអ្នកណាយកចិត្តទុកដាក់ទៅធ្វើឲ្យនាងដើរដល់ផ្លូវនេះដើម្បីទទួលបានវីដេអូបែបឃាតកម្មដ៏រន្ធត់ផ្សេងៗទៀតសូមចុច like និង subscribe ម្នាក់មួយផងហើយជួបគ្នានៅវីដេអូក្រោយ